một mà hộp nghe nhí hơi bởi cầm lặng tiệt chả hơi chừng anh tiệt sầm rạp sọc phía bò dương chẳng á nè ngày này khi tập xá tình bạn trai trào mặt đóng hơi chìm vô mà vừa mụn hộp ní bây giờ mơ tới đuôi mà hộp kia thích lại hơi chia mà hộp để bạn vừa tạm bớt miên ấy bạn thấy mong pon mong hộp cả trên bị cả này dương trên này anh đi mầm tê anh ôm mầm tê tơ hơi dương riệp đã lời tràn máu mơ tới với anh với sát mặc bàiไปจังเตอដូចពងមន់ពងទាយើងជៀនយើងគ្មានដាក់ស្ករដាក់អំបិលអីទេយើងជៀនធម្មតាដូចយើងរត់ដងតែយើងជៀនយើងដាក់អាស្តាយអីគេពងមន់ជៀនតាមបែបក្រេអីគេនោះហើយយើងធ្វើតាមគេចឹងទៅដល់ពេលយើងកាត់វាដុំដាក់ក្នុងចានមកមើលទៅអូវាប្លែកម្យ៉ាងរបស់វាដែរតាណែបងប្អូនចាឥឡូវនេះខ្ញុំជៀនចឹងខ្ញុំរៀនជៀនតាមគេខ្ញុំមើល YouTube ផងមើលអីផងបងប្អូនចាជៀនចឹងទៅយើងចេះតែកាត់ដាក់ម្ដុំដាក់លើចានហើយកូននោះក៏ឃើញក៏គេហូបគេថាឆ្ងាញ់ណាស់ឆ្ងាញ់ណាស់ចាអញ្ចឹងជីវិតមនុស្សយើងកើតមកយើងត្រូវរៀនកែច្នៃអីអញ្ចឹងយើងមិនអាចឲ្យវានៅដដែលបានទេចាអញ្ចឹងបើកាលណាយើងមិនកែច្នៃយើងមិនធ្វើអីឲ្យវាល្អប្រសើរឡើងវានៅតែសាំដដែលនៅតែមួយកន្លែងនៅតែមុខនឹងដដែលតែអញ្ចឹងណាដូចស្លកកោអញ្ចឹងពីមុនយើងថាស្លកកោស្លបានតែជាមួយត្នោតជាមួយនឹងបន្លែគ្រប់មុខបន្លែអីមានទេឥឡូវគេច្នៃដល់គោមលពាក់ច្នៃដល់ស្លកកោគោមដូងគោមដូងវិញស្លកោឆ្ងាញ់ណាស់បងប្អូនណានិយាយពីមានជាតិចាហើយឥឡូវនោះមកគេច្នៃស្លកកោដាក់ជាមួយនឹងអីគេខ្នោចាខ្នោខ្ចីណាយើងដាក់ខ្នោដាក់បន្លែអីគ្រប់មុខឆ្នៃទៅតាមចំណង់ចំណូលចិត្តរបស់យើងទៅហើយខ្ញុំធ្លាប់ហូបស្លកកោបងប្អូនជនជាតិដើមភាគតិចគេដាក់ដល់តាពាំងទៀតបងប្អូនចាគេដាក់តាពាំងដាក់ខ្យងដាក់អីដូចទៅបន្លែស្លប្រហើរដែរអញ្ចឹងប៉ុន្តែស្លកកោគេនោះពេលដែលឆ្អិនទៅបងប្អូនអើយបែកលែកចាអ្នកនេះធម្មតាវគាត់អត់ចេះហូបទេព្រោះខ្ញុំអត់ទេខ្ញុំមិនចេះរើសទេមកហូបស្អីក៏ហូបដែរបងប្អូនអញ្ចឹងបានថានឹងមនុស្សយើងកើតមករស់ងាប់នឹងកែច្នៃនឹងតែយើងច្នៃអានេះបន្តិចអានោះបន្តិចទៅក៏វាឆ្ងាញ់ប្លែកមួយបែបអីចឹងទៅចាដូចត្រីសាម៉ុននេះខ្ញុំមិនដែលដឹងថាត្រីហ្នឹងគេធ្វើមិនអីមិនតែខ្ញុំនឹកឃើញខ្ញុំចង់ថែមអានេះបន្តិចទឹកដោះគោបន្តិចតែប៉ុណ្្នឹងខ្ញុំចង់ដាក់ខ្ទិះដូងតែខ្ញុំខ្ជិលទៅផ្សារទៀតអញ្ចឹងខ្ញុំមានដោះគោខ្ញុំដាក់ដោះគោទៅពីព្រោះយើងដាក់ខ្ទិះដូងឈ្ងុយជាងប្រើដោះគោបងប្អូនចាទឹកដោះគោវាធំក្លិនគោនឹងបើខ្ទិះដូងឈ្ងុយប្រហើរចាហើយយើងយកមកដាក់ស្លជាមួយនឹងអាត្រីត្រោតនោះចេះតែច្រឡំសាម៉ុនបងប្អូនទៅយើងបានមួយមុខហូបមើលទៅប្លែកមកដែរតែខ្ញុំធ្វើវិធីនេះខ្ញុំដាក់ក្រូចឆ្មាឲ្យវាមានរសជាតិជូរចាជូរប្រៃផ្អែមស្រូបលើបាយហូបបន្តិចទៅមានពងទាមានអីចឹងមកឆ្ងាញ់យកទៅណាមអស់បងប្អូនហើយចាអញ្ចឹងអាហ្នឹងឲ្យកើតចេញពីការច្នៃយើងមិនថាច្នៃម្ហូបទេយើងអាចច្នៃការហូបចុកអាហារដូចជាអាហារសម្រន់អីផ្សេងយើងអាចច្នៃជីវិតនៃការរស់នៅរបស់យើងទៅជីវិតយើងវាកើតមកវាទៅតែច្នៃចឹងយើងមិនអាចថាថ្ងៃហ្នឹងពាក់អាវហ្នឹងហើយស្អែកឡើងពាក់អាវហ្នឹងទៀតទេប្រកាសជាគេស្ដីឲ្យយើងអញ្ចឹងយើងយកទៅបោកសិនបោកវាឲ្យមានក្លិនក្អូបទៅអាហ្នឹងយើងហៅថាការថែមការច្នៃក្លិនមកឲ្យកអាវហ្នឹងវាក្អូបអីចឹងទៀតទៅរួចដល់ស្អែកឡើងវាយើងយកទៅបោកវាក្លិនក្អូបម្តងហើយបាញ់ទឹកអប់ម្តងទៀតអាហ្នឹងគេហៅថាការច្នៃយើងច្នៃឲ្យវាល្អប្រសើរទៅចាអានោះជីវិតយើងនោះក៏វាក្អូបសោះស្រាយក៏ពោពេញដោយការច្នៃប្រឌិតអីអញ្ចឹងទៅដោយម្ហូបទេគ្មាននឹកឃើញអីពិសេសអីទេធ្វើតែបែបនោះងាយទៅយើងច្នៃជួនកាលយើងចង់ច្នៃអាណារៀងពិបាកអីចឹងទៅថ្ងៃខ្លះយើងតនេយើងច្នៃអាណារៀងស្រួលអីចឹងទៅគេបងប្អូនមាននេះពិបាកស្រួលហ្នឹងដាក់ខ្ទឹមលីងដាក់ជីមវងដល់ពេលហិតក្លិនមកដូចស្ងោរជ្រក់មែនដែរបងប្អូនក្លិនដូចស្ងោរជ្រក់ប៉ុន្តែក៏នៅរសជាតិវាផ្សេងមួយបែបតែសារយើងប្រើស្ករប៊ីចេងយើងប្រើទឹកទឹកអីច្រឡំទឹកយើងប្រើទឹកដោះគោអញ្ចឹងណាអញ្ចឹងក្លិនវាដូចស្ងោរជ្រក់ប៉ុន្តែរសជាតិមិនមែនស្ងោរជ្រក់ទេចា
ឥឡូវរួចរាល់ហើយបងប្អូនដាក់តាមមកខាប់ទឹកប្រហែលហ្នឹងទៅហើយត្រីហ្នឹងត្រីងាយឆ្អិនអត់យូរឆ្អិនទេបងប្អូនត្រីហ្នឹងងាយនឹងឆ្អិនណាបើថាបើត្រីណកវែចំតែម្ដងគឺយើងហូបឆៅបានចាតែនេះយើងចំអិនចឹងទៅឥឡូវរួចរាល់បងប្អូនជើញពិសាជាមួយខ្ញុំចា